បាទសូមស្ដីដល់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូបង្រៀនរបស់ខ្ញុំសម្រាប់ថ្ងៃនេះបាទអញ្ចឹងនៅថ្ងៃគឺយើងបន្តទៅកម្មវិធី Microsoft របស់យើងបន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំលើកយក3ចំណុចមកធ្វើការបង្ហាញអ្នកនរគ្នាបាទដែលចំណុចទី1គឺយើងនិយាយទៅលើរបៀបកំណត់ page setup បាទហើយចំណុចទី2គឺយើងនិយាយទៅលើរបៀបរក្សាទុកឯកសារនិងរបៀបទី3គឺយើងនិយាយទៅលើរបៀបបើកឯកសារបាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាអាចធ្វើការទាំងអស់នេះបានបាទអញ្ចឹងសូមអ្នកនរគ្នាបាទធ្វើការបើកទៅលើកម្មវិធី Microsoft Word ទាំងអស់គ្នាបាទអញ្ចឹងយើងចុចបើកទៅលើកម្មវិធី Microsoft Word របស់យើងមកណាបាទបន្ទាប់ពីយើងធ្វើការបើកទៅលើកម្មវិធី Microsoft Word ហើយគឺវាបង្ហាញផ្ទាំង interface បែបនេះបាទអញ្ចឹងអ្នកនរគ្នាចុចទៅលើ function មួយដែលមានឈ្មោះថា function new បាទយើងចុចទៅលើវាមកណាបាទបន្តមកទៀតគឺយើងចុចទៅលើ blank document បាទយើងចុចទៅលើ blank document គឺដើម្បីធ្វើការបង្កើតឯកសារថ្មីឬក៏សលេខការថ្មីណាបាទអញ្ចឹងយើងចុចទៅលើវាមកបាទវានឹងនាំយើងទៅកាន់ផ្ទាំង interface របស់កម្មវិធី Microsoft Word ហើយបាទឥឡូវយើងបានមកដល់កម្មវិធី Microsoft Word ហើយបាទអញ្ចឹងមុននឹងខ្ញុំធ្វើការបញ្យល់ទាំង3ចំណុចដែលបានរៀបរាប់បាទពីខាងដើមវីដេអូណាបាទចឹងខ្ញុំសូមបញ្ជាក់បន្តិចតកតងទៅនឹងកម្មវិធី Microsoft Word នេះបាទចឹងតើកម្មវិធី Microsoft Word នឹងគេប្រើវាសម្រាប់ធ្វើអ្វីបាទចឹងកម្មវិធី Microsoft Word នឹងគឺជាកម្មវិធីការិយាល័យមួយប្រភេទបាទដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft បាទសម្រាប់ឲ្យអ្នកប្រើប្រាស់រៀបចំឯកសារដូចជាការវាយអត្ថបទបាទដូចជាការរៀបចំលិខិតស្នាមផ្សេងៗបាទការបង្កើតតារាងឬក៏ការសង់ graphic ជាដើមបាទជាការងារទាំងអស់ហ្នឹងគឺយើងអាចធ្វើការងារនៅលើកម្មវិធី Microsoft Word នឹងបានបាទអញ្ចឹងអ្នកនរគ្នាបានយល់ថាតកតងទៅនឹងការប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Word បាទអញ្ចឹងជាចំណុចចាប់ផ្ដើមគឺយើងនិយាយទៅលើចំណុចទី1បាទគឺរបៀបកំណត់ page setup បាទចុះហេតុអ្វីបានយើងធ្វើការចាំបាច់បាទធ្វើការកំណត់ page setup ធ្វើអីបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅពេលយើងធ្វើការបើកកម្មវិធី Microsoft Word ដំបូងបាទអញ្ចឹងសូមអ្នកនរគ្នាមកវាអត្ថបទអីភ្លាមៗណាបាទជៀសវាងនៅកំហុសឆ្គងបាទខុសដោយអចេតនាដោយប្រការណាមួយបាទអញ្ចឹងយើងកុំឲ្យមានកំហុសឆ្គងទាំងអស់នឹងកើតមានឡើងគឺយើងត្រូវធ្វើការកំណត់ page setup ជាមុនសិនបាទអញ្ចឹងដើម្បីយើងអាចធ្វើការកំណត់ទៅលើ page setup បានសូមអ្នកនរគ្នាធ្វើការចុចទៅលើ tab layout អស់គ្នាមកណាបាទអញ្ចឹងនៅពេលយើងធ្វើការចុចទៅលើ tab layout ហើយសូមអ្នកនរគ្នាមើលមកផ្នែកខាងក្រោមគឺនៅត្រង់ផ្ទាំង ribbon របស់យើងបាទចឹងនៅត្រង់ page setup ណាបាទចឹងត្រង់ page setup នោះសូមអ្នកនរគ្នាធ្វើការទាញមករបស់យើងមកផ្នែកខាងស្ដាំគឺយើងឃើញសញ្ញាព្រួយតូចមួយណាបាទចឹងយើងចុចទៅលើសញ្ញាព្រួយនោះមកដើម្បីធ្វើការបើកផ្ទាំង page setup ណាបាទផ្ទាំងនេះគឺជាផ្ទាំង page setup បាទចឹងនៅក្នុងផ្ទាំង page setup គឺយើងមានបាទ tab ចំនួន3បាទដែល tab ទី1គឺមានឈ្មោះថា margin បាទ tab ទី2គឺមានឈ្មោះថា paper បាទទី3គឺមានឈ្មោះថា layout បាទអញ្ចឹងនៅក្នុងចំណោម tab ទាំង3គឺយើងសិក្សាតែ tab ចំនួន2ទេបាទតែ tab ទី1គឺមានឈ្មោះថា paper បាទទី2គឺមានឈ្មោះថា margin បាទចឹងតកតងទៅនឹង tab margin យើងបែងចែកចេញជា2ផ្នែកទៀតបាទដែលផ្នែកទី1គឺឲ្យឈ្មោះថា margin បាទផ្នែកទី2គឺឲ្យឈ្មោះថា orientation បាទតកតងទៅនឹង margin នេះគឺជាការចោលរឹមឬការចោលកែមនៃសលេខការរបស់យើងបាទហើយចំពោះផ្នែកទី2គឺ orientation នេះគឺជាការកំណត់ប្រភេទกระดาษបញ្ឈរឬក៏ប្រភេទដាក់ដេកបាទឥឡូវនេះយើងសិក្សាទៅលើ margin សិនបាទនៅក្នុង margin គឺយើងមាន option ចំនួន4បាទទី1គឺ top បាទ top ហ្នឹងគឺរឹមផ្នែកកំពូលឬក៏ផ្នែកខាងលើណាបាទគឺផ្នែកនេះបាទខាងលើនេះណាបាទហើយបឋមនេះគឺជារឹមផ្នែកបាតឬក៏បាទផ្នែកខាងក្រោមបាទគឺផ្នែកនេះណាបាទហើយមួយទៀតគឺបាទឡែងគឺរឹមឬក៏កែបផ្នែកខាងឆ្វេងបាទនេះខាងឆ្វេងណាបាទហើយចុងក្រោយគឺរាយបាទរាយគឺរឹមផ្នែកខាងស្ដាំឬក៏កែបផ្នែកខាងស្ដាំបាទគឺផ្នែកខាងនេះណាបាទបាទហើយចំពោះតម្លៃនៅក្នុងប្រអប់នេះគឺជាតម្លៃរបស់រឹមឬក៏កែមស្លេកការរបស់យើងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាបើសិនជាយើងបញ្ចូលតម្លៃនៅក្នុងបាទប្រអប់នេះមានតម្លៃកាន់តែធំអញ្ចឹងធ្វើឲ្យទំហំនៃរឹមរបស់យើងគឺមានទំហំកាន់តែធំដែរបាទហើយបើសិនជាអ្នកនរគ្នាធ្វើការចោលតម្លៃវាកាន់តែតូចអញ្ចឹងធ្វើឲ្យរឹមរបស់យើងគឺមានទំហំកាន់តែតូចដែរបាទឥ
ជាក់ស្ដែងគឺខ្ញុំជាទូទៅខ្ញុំចោលទំហំវាគឺ 0.75 បាទឬក៏ 0.50 បាទ 0.25 បាទ 0.20 ឬក៏ 0.10 ជាដើមវាអាស្រ័យទៅលើអត្ថបទរបស់យើងជាក់ស្ដែងណាបាទបើសិនជាអត្ថបទរបស់យើងច្រើនគឺយើងបញ្ចូលតម្លៃរបស់វាគឺកាន់តែតូចមកបាទហើយខ្ញុំសូមបញ្ជាក់ផងដែរបើសិនជាយើងបញ្ចូលតម្លៃបាទចំពោះ top បើសិនជាអ្នកបញ្ចូលតម្លៃវាប៉ុន្មានចឹងបឋមក៏យើងចោលតម្លៃប៉ុណ្ណឹងដែរដើម្បីឲ្យផ្នែកខាងលើនិងផ្នែកខាងក្រោមគឺមានទំហំប៉ុនគ្នាបាទហើយចំពោះផ្នែកខាងឆ្វេងនិងខាងស្ដាំនេះបាទបើសិនជាអ្នកទាំងអស់គ្នាចោលផ្នែកខាងឆ្វេងប៉ុន្មានចឹងផ្នែកខាងស្ដាំក៏យើងចោលប៉ុណ្ណឹងដែរដើម្បីឲ្យផ្នែកខាងឆ្វេងនិងខាងស្ដាំគឺប៉ុនគ្នាបាទប៉ុន្តែក៏យើងអាចធ្វើការចោលoption ទាំង4នេះបាទមានទំហំប៉ុនគ្នាដែរមានន័យថាបើសិនជាយើងចោល top ទីឲ្យ 0.50 ចឹងបាទបឋមលេសរ៉ៃក៏យើងចោល 0.50 ដែរដើម្បីឲ្យផ្នែកខាងលើផ្នែកខាងក្រោមឆ្វេងស្ដាំគឺមានទំហំស្មើគ្នាស្អាតបាទអញ្ចឹងទីថាខ្ញុំចោលបាទផ្នែកបាទខាងលើឬក៏ផ្នែក top ណាបាទដែលមានតម្លៃ 0.50 ចោលទីហោណាបាទ0.50 អញ្ចឹងខ្ញុំធ្វើការ copy វាបាទអញ្ចឹងខ្ញុំselect លើវាចឹងមកហើយខ្ញុំចុច control អក្សរ C ដើម្បីធ្វើការ copy ណាបាទហើយខ្ញុំយកវាមកផាសនៅត្រង់បឋមបាទខ្ញុំមកselectលើតម្លៃបឋមមកហើយខ្ញុំចុច control អក្សរ V ដើម្បីធ្វើការផាសបាទហើយនៅត្រង់លេសនេះខ្ញុំបញ្ចូលតម្លៃ 0.50 ដែរណាបាទដើម្បីឲ្យផ្នែកខាងលើផ្នែកខាងក្រោមខាងឆ្វេងហ្នឹងវាមានទំហំប៉ុនគ្នាស្អាតណាបាទអញ្ចឹងខ្ញុំចុច control អក្សរ V បាទហើយចុងក្រោយគឺផ្នែកខាងស្ដាំបាទរាយគឺយើងចោលទំហំវា 0.50 ដូចគ្នាដែរមកណាបាទអញ្ចឹងយើងចុច control អក្សរ V មកបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់ទៅលើទំហំនៃរឹមឬក៏កែមនៃស្លាកការរបស់យើងរួចហើយយើងមកមើលផ្នែកទី2វិញបាទអញ្ចឹងតកតទៅនឹង orientation នេះបាទគឺជាការជ្រើសរើសប្រភេទក្រដាសផ្ដេកឬក៏ក្រដាសបញ្ឈរចុះបើសិនជាអ្នកនរគ្នាចង់ឲ្យវាអត្ថបទជាក្រដាសបញ្ឈរសូមអ្នកនរគ្នាចុចទៅលើពាក្យថា portrait បាទចុចទៅលើវាមកណាបាទប៉ុន្តែបើសិនជាអ្នកនរគ្នាចង់សរសេរអត្ថបទជាក្រដាសផ្ដេកវិញអ្នកនរគ្នាចុចទៅលើបាទ option មួយដែលមានឈ្មោះថា landscape បាទចឹងយើងចុចទៅលើវាមកក្រដាសរបស់យើងគឺមានលក្ខណៈផ្ដេកបែបនេះបាទប៉ុន្តែខ្ញុំសូមចុចទៅលើបាទក្រដាសបញ្ឈរចោះណាបាទបន្ទាប់ពីខ្ញុំធ្វើការកំណត់ទៅលើផ្នែក margin បាទផ្នែក orientation រួចហើយគឺខ្ញុំចុចទៅលើផ្នែកមួយទៀតគឺតកតងទៅនឹង tab paper tab paper គឺយើងសម្រាប់ធ្វើការជ្រើសរើសទំហំនៃសន្លឹកការរបស់យើងបាទអញ្ចឹងនៅត្រង់ paper size នេះគឺយើងអាចធ្វើការជ្រើសរើសទៅតាមប្រភេទឬក៏ទំហំនៃសន្លឹកការរបស់យើងបានអញ្ចឹង default របស់វាគឺមានឈ្មោះថា letter បាទ letter គឺមានទំហំវាគឺមានបាទទទឹងឬក៏ y គឺមានតម្លៃ 21.59 សង់ទីម៉ែត្របាទហើយចំពោះ high បាទ high គឺកម្ពស់របស់វាគឺមានតម្លៃ 27.94 សង់ទីម៉ែត្របាទជាតម្លៃនេះគឺយើងអត់បញ្ចូលណាគឺតម្លៃវាគឺប្រែប្រួលទៅតាមទំហំនៃស្លាកការរបស់យើងដែលយើងបានជ្រើសរើសនៅក្នុងបាទខាងមុខបុកនេះបាទអញ្ចឹងជាទូទៅភាគច្រើនគេយកបាទប្រភេទក្រដាស A4 បាទអញ្ចឹងសូមអ្នកនរគ្នាធ្វើការចុចនៅត្រង់ចុងគូនមកដើម្បីធ្វើការជ្រើសរើសប្រភេទក្រដាស A4 បាទអញ្ចឹងយើងទាញ tab នេះក៏បានឬក៏យើងធ្វើការ scroll មកក៏បានដែរបាទអញ្ចឹងយើង scroll មកមើលចុះក្រោមមកណាបាទហើយយើងឃើញបាទប្រភេទក្រដាសមួយគឺប្រភេទក្រដាស A4 ហើយប្រភេទក្រដាស A3 បាទទូទៅគេយកប្រភេទក្រដាស A4 បាទហើយនឹងប្រភេទក្រដាស A3 បាទហើយខ្ញុំសូមបញ្ជាក់ផងដែរតកតងទៅនឹងប្រភេទក្រដាស A4 នេះគឺជាប្រភេទក្រដាសរាមរបស់យើងធម្មតាណាបាទហើយចំពោះ A3 នេះគឺជាប្រភេទក្រដាសក្រដាសវិទ្យាសាស្ត្រប្រឡងដូចជាប្រឡងបាត់ដប់ណាបាទមានន័យថាទំហំវាគឺស្មើ2ដងទៅនឹង A4 បាទអញ្ចឹងឥឡូវនេះខ្ញុំយក A4 ចោះណាបាទបន្តមកទៀតគឺយើងបាទចុចទៅលើប៊ូតុង OK មកនៅពេលយើងធ្វើការកំណត់ទៅលើបាទ tab margin និង tab paper ហើយណាគឺយើងចុចទៅលើបាទប៊ូតុង OK មកបាទអញ្ចឹងយើងចប់មួយចំណុចហើយតកតងទៅនឹងចំណុចទី1បាទអញ្ចឹងនៅពេលយើងធ្វើការបញ្ចប់ទៅលើចំណុចទី1ហើយគឺយើងសិក្សាទៅលើចំណុចទី2វិញបាទអ
ចឹងចំណុចទី2គឺយើងនិយាយទៅលើរបៀបរក្សាទុកឯកសារបាទចឹងដើម្បីយើងអាចធ្វើការរក្សាទុកឯកសារបានសូមអ្នកនរគ្នាធ្វើការចុចទៅលើ tab file បាទចឹងបន្ទាប់ពីអ្នកនរគ្នាធ្វើការចុចទៅលើ tab file គឺយើងមាន function ចំនួន2បាទហើយ function ទី1គឺមានឈ្មោះថា save ហើយ function ទី2គឺមានឈ្មោះថា save as បាទតាក់ទងទៅនឹង function save គឺជា function មួយសម្រាប់ធ្វើការរក្សាទុកឯកសារចាស់ឬក៏ឯកសារដែលមានឈ្មោះរួចម្ដងមកហើយណាបាទហើយចំពោះ save as នោះគឺជា function មួយសម្រាប់ធ្វើការរក្សាទុកឯកសារថ្មីបាទចឹងឧទាហរណ៍ថាឯកសាររបស់ខ្ញុំគឺជាឯកសារថ្មីបាទចឹងខ្ញុំចុចទៅលើ function save as របស់យើងតែម្ដងបាទបន្តមកទៀតគឺយើងចុចទៅលើពាក្យថា browse ដើម្បីយើងទៅជ្រើសរើសទីតាំងដើម្បីរក្សាទុកឯកសាររបស់យើងបាទចឹងនៅពេលយើងចុចទៅលើ browse គឺវាបង្ហាញផ្ទាំងមួយដែលមានឈ្មោះថាផ្ទាំង save as បាទចឹងនៅត្រង់ផ្ទាំង save as សូមអ្នកនរគ្នាធ្វើការជ្រើសរើសទីតាំងដើម្បីរក្សាទុកឯកសាររបស់យើងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំទុកឯកសាររបស់ខ្ញុំនៅក្នុង drive D បាទគឺ data D ណាបាទបន្តមកទៀតនៅត្រង់ file name នេះគឺយើងដាក់ឈ្មោះឯកសាររបស់យើងបាទយើងដាក់ជាអក្សរខ្មែរក៏បានដាក់ជាអក្សរអង់គ្លេសក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះរបស់ខ្ញុំតែម្ដងណាបាទខ្ញុំដាក់ថាឈ្មោះថាសាក់ប៉ូលីនចោលឧទាហរណ៍ណាបាទអញ្ចឹងអ្នកនរគ្នាដាក់ឈ្មោះអីក៏បានដែរដាក់ជាលេខក៏បានដាក់ជាអក្សរក៏បានដែរសំខាន់ឲ្យយើងចាំឈ្មោះឯកសាររបស់យើងណាបាទបន្ទាប់ពីយើងធ្វើការដាក់ឈ្មោះរួចហើយគឺយើងចុចទៅលើប៊ូតុង save មកបាទអញ្ចឹងកម្មវិធីនឹងរក្សាទុកឯកសាររបស់យើងនៅក្នុង drive D ហើយបាទអញ្ចឹងចំណុចទី3បាទគឺយើងសិក្សាទៅលើរបៀបបើកឯកសាររបស់យើងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការបិទកម្មវិធី Microsoft Word នឹងសិនណាបាទហើយយើងធ្វើការបើកវាម្ដងទៀតបាទអញ្ចឹងយើងធ្វើការបើកទៅលើកម្មវិធីរបស់យើងម្ដងទៀតមកណាបាទបន្ទាប់ពីយើងធ្វើការបើកទៅលើបើកកម្មវិធីរបស់យើងរួចហើយគឺយើងធ្វើការបើកទៅលើឯកសាររបស់យើងបានរក្សាទុកបាទអញ្ចឹងឃើញថាឯកសាររបស់យើងមានលឿននេះស្រាប់ហើយបាទប៉ុន្តែខ្ញុំអត់ចង់ធ្វើការបើកតាមពីមកទេបាទអញ្ចឹងយើងអាចធ្វើការបើកទៅក្នុងកម្មវិធីរបស់យើងសិនក៏បានឬក៏យើងបើកនៅលើ function open នេះក៏បានអញ្ចឹងយើងមានរបៀបបើកច្រើនណាសូមបញ្ជាក់អ្នកនរគ្នាអាចចេះមួយរបៀបណាក៏បានដែរបាទយើងអាចធ្វើការបើកទៅលើកម្មវិធី Microsoft Word របស់យើងសិនក៏បានយើងអាចធ្វើការបើកតាមរយៈ function open នេះក៏បានដែរឬក៏យើងអាចចូលទៅក្នុង folder ក្នុង drive D របស់យើងធ្វើការបើក file តែម្ដងក៏បានដែរបាទអញ្ចឹងតើខ្ញុំធ្វើការបើកទៅលើ function open ចុះបាទបន្តមកទៀតខ្ញុំធ្វើការចុចទៅលើពាក្យថា browse បាទយើងចុចទៅលើពាក្យថា browse ហ្នឹងមកបាទបន្តមកទៀតយើងជ្រើសរើសទីតាំងដែលយើងបានរក្សាទុកឯកសាររបស់យើងបាទចឹងឯកសាររបស់ខ្ញុំគឺខ្ញុំបានរក្សាទុកក្នុង drive D បាទជាងចុចទៅលើ drive D របស់ខ្ញុំណាបាទបន្តមកទៀតខ្ញុំធ្វើការជ្រើសរើសឈ្មោះឯកសាររបស់ខ្ញុំបាទចឹងឯកសាររបស់ខ្ញុំគឺមានឈ្មោះថាសាក់ប៉ូលីនបាទចឹងតណាបាទអញ្ចឹងអ្នកនរគ្នាអាចធ្វើការ double click លើវាក៏បានឬក៏ចុចលើវាមួយចឹងក៏បានដែរហើយយើងចុចទៅលើប៊ូតុង open មកក៏បានដែរបាទយើងអាចធ្វើការបើក file ឡើងបានហើយបាទនេះហើយគឺជាឯកសាររបស់ខ្ញុំណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើការបង្ហាញអ្នកនរគ្នាណាបាទហើយបើសិនជាអ្នកនរគ្នាពេញចិត្តនឹងវីដេអូរបស់ខ្ញុំបាទជួយចុច subscribe នៅ channel របស់ខ្ញុំម្នាក់មួយមកដើម្បីផ្ដល់ជាកម្លាំងចិត្តសម្រាប់ឲ្យខ្ញុំធ្វើវីដេអូជាបន្តទៀតបាទអញ្ចឹងសូមអរគុណបាទ